ប្រាប់ខ្លួនឯងថាត្រូវរៀនរដ្ឋាភិបាលដោយដែលបានដាក់ចេញថានៅឆ្នាំ2030ប្រជាពលរដ្ឋខ្មែរក្នុងមួយនាក់បាទមានចំណូលមធ្យមកម្រិតខ្ពស់បាទចំណូលមធ្យមកម្រិតខ្ពស់តើចំណូលមធ្យមកម្រិតខ្ពស់នោះគឺចំសំដៅទៅលើចំណូលប្រមាណបាទមធ្យមកម្រិតខ្ពស់នោះគឺនៅក្នុងមួយឆ្នាំចាប់ពី$4,000ទៅដល់$10,000នៅក្នុងមួយឆ្នាំហើយក្នុងមួយនាក់គឺឆ្នាំ2030ហើយឆ្នាំ2050គឺទិសដៅរបស់រដ្ឋាភិបាល25ឆ្នាំទៅមុខទៀតធ្វើយ៉ាងណាឲ្យប្រទេសរបស់កម្ពុជាយើងនេះក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់បើយើងធៀប25ឆ្នាំទៀតទិសដៅរបស់រដ្ឋាភិបាលគឺឲ្យដូចប្រទេសសិង្ហបុរីនាពេលបច្ចុប្បន្នអញ្ចឹងស្រាប់តែដូចគ្នាប៉ុន្តែសួរថាបើសិនបើយើងគ្រាន់តែរងចាំថាទៅដល់ឆ្នាំ2050ដល់ឆ្នាំ2030យើងនឹងទទួលបានចំណូលមធ្យមកម្រិតខ្ពស់ក៏ដូចជាចំណូលខ្ពស់នោះបើយើងគ្រាន់តែអង្គុយចាំប្រហែលជាមិនអាចទទួលបានទេលុះត្រាតែយើងត្រូវតែធ្វើអ្វីមួយដើម្បីឲ្យទទួលបានអញ្ចឹងដើម្បីធ្វើអ្វីដើម្បីឲ្យទទួលបាននៅប្រាក់ខែបែបនេះធ្វើការងារនៅក្នុងស្រុកខ្មែរយើងមានប្រាក់បៀវត្សរហូតដល់$20,000នៅក្នុងមួយខែបាទជនបរទេសគាត់ធ្វើការងារប្រាក់ខែគាត់រហូតដល់$20,000នៅក្នុងមួយខែជឿសួរថាតើយើងនៅតែបន្តចង់ឲ្យជនបរទេសទាំងអស់នោះគាត់មកធ្វើការងារនៅស្រុកយើងហើយទទួលប្រាក់បៀវត្សពីយើងច្រើនចឹងទៀតគឺយ៉ាងណាបើសម្រាប់រូបខ្ញុំផ្ទាល់ក្នុងនាមជាអ្នកអប់រំអត់សប្បាយចិត្តជាមួយការទៀតចឹងអត់ល្អទេចឹងយើងត្រូវធ្វើម៉េចយើងត្រូវតែបណ្ដុះមូលធនមនុស្សដែលមូលធនមនុស្សដែលយើងត្រូវចាប់ដើមបណ្ដុះហ្នឹងគឺចាប់ដើមបណ្ដុះពីពេលឥឡូវនេះទៅយើងអាចរងចាំដល់ឆ្នាំ2030ឬ2050ចាត់ដើមធ្វើទេគឺទៅអត់ទៅទេយឺតពេលហើយអញ្ចឹងនៅក្នុងន័យនេះដែរការជួបជុំនេះគឺសំដៅទៅលើពង្រឹងគុណភាពរបស់កូនទាំងអស់គ្នាដើម្បីឲ្យកូនទាំងអស់គ្នាក្លាយទៅជាមូលធនមនុស្សនៅថ្ងៃអនាគតថ្នាក់ទី10មធ្យមសិក្សាឬក៏កម្រិតវិទ្យាល័យនេះអញ្ចឹងគាត់ត្រូវសិក្សា3ឆ្នាំដើម្បីពង្រឹងសមត្ថភាពបន្ទាប់ពីគាត់ចេញពីនេះទៅ3ឆ្នាំគាត់ត្រូវបន្តការសិក្សានៅឯសាកលវិទ្យាល័យយ៉ាងហោចណាស់រយៈពេល4ឆ្នាំបន្តទៀតអញ្ចឹងគាត់ត្រូវពង្រឹងខ្លួនគាត់រយៈពេល7ឆ្នាំប៉ុន្តែសួរថាប្រសិនបើយើងមិនបានរឹងមាំនៅពេលនេះទេតើទៅថ្ងៃខាងមុខយើងមានទុនឯណាចូលទៅក្នុងសាកលវិទ្យាល័យយើងមានទុនឯណាចូលទៅក្នុងទីផ្សារការងារមានកត្តាចំនួន4ដែលកត្តាចំនួន4ដែលនឹងនាំឲ្យសិស្សទទួលបានលទ្ធផលល្អបាទមានកត្តា4ដែលនាំឲ្យសិស្សទទួលបានលទ្ធផលល្អកត្តាទី1គឺកត្តារបស់សាលារៀនបាទកត្តាទី1គឺកត្តារបស់សាលាណាឲ្យដំណើរការនៃការបង្រៀននិងរៀនមានលក្ខណៈល្អប្រសើរបាទនេះគឺកត្តាទី1កត្តារបស់សាលារៀនកត្តាទី2គឺកត្តារបស់មានសមត្ថភាពដើម្បីធ្វើយ៉ាងណាទេចំណេះដឹងរបស់គាត់ទៅកាន់សិស្សឲ្យបានកាន់តែច្រើនឯកត្តាទី3គឺអ្នកអាណាព្យាបាលទាំងអស់គ្នាដែលមានវត្តមាននៅទីនេះគឺជាកត្តាមួយដែលសំខាន់ខ្លាំងណាស់នៅក្នុងការជួយជំរុញលើកទឹកចិត្តកូនជួយឧបត្ថម្ភគ្រប់គ្រងកូនដើម្បីឲ្យកូនមានឱកាសនៅក្នុងការរៀនសូត្របានពេញលេញបាទរៀនសូត្របានពេញលេញទៀតពីព្រោះបើយើងនិយាយកន្លែងនេះខ្ញុំសូមបានបញ្ចុះបន្តិចបើយើងធៀបជាមួយនៅក្នុងតំបន់គឺនៅពេលនេះតាមរយៈការធ្វើតេស្តអន្តរជាតិមួយប្រទេសខ្មែរយើងយុវជនដែលមានអាយុ15ឆ្នាំបើយើងធៀបជាមួយនឹងប្រទេសជាង100ប្រទេសយើងរាប់ពីក្រោមមកវិញបាទយើងរាប់ក្រោមមកវិញអត់រាប់ពីលើទេរាប់ពីក្រោមមកវិញ5ប្រទេសយើងលើតែ5ប្រទេសទេចឹងបើយើងធៀបជាមួយយុវជននៅក្នុងតំបន់ឬក៏នៅក្នុងពិភពលោកយុវជនយើងនៅមានកម្រិតខ្លាំងមែនទែនទឹកនាំឲ្យសិស្សទទួលបានលទ្ធផលល្អ
đểឆ្នាំកន្លងទៅយើងបានធ្វើការអាចចាញ់គេចឹងជប់ឡើងអត់ហ៊ានដេកទេដល់ម៉ោង11អត់ហ៊ានទេឆ្លងដល់ម៉ោង12ទៅអង្គុយរឹកសុខចិត្តទ្រាំមួយមិនហើយតែទ្រាំខ្លួនរំខានទេគឺត្រូវតែប្រឹងរៀនប្រាប់ខ្លួនឯងថាត្រូវតែប្រឹងរៀនអូនដល់ម៉ោង11 12ដំណាំលេខមកខ្លួនគាត់លើកទេខ្លងសិនមកទេទៅចឹងតែថ្ងៃមួយចឹងលើកមកជួយការងារគាត់បានតិចតួចទេហើយគាត់ច្រើនថាមិនចាំបាច់ជួយទេខ្លួនឯងគិតតែពីរៀនទៅបានហើយម៉ែអាចធ្វើបានអញ្ចឹងនេះពាក់ព័ន្ធជាមួយនឹងអ្វីដែលខ្ញុំចង់រំលឹកបន្តិចការសិក្សាមូលហេតុដែលបន្ថែមម៉ោងនេះគឺចង់ឲ្យពួកគាត់នឹងរៀនឲ្យបានកាន់តែច្រើនកាលណាគាត់រៀនកាន់តែច្រើនចំណេះដឹងរបស់គាត់កាន់តែកើនឡើងបាទជឿស្រួលថាតើនៅពេលដែលយើងបង្កើនម៉ោងនេះតើយើងអនុវត្តយ៉ាងដូចម្តេចការសិក្សាពេញមួយថ្ងៃប៉ុន្តែសិស្សសានុសិស្សទាំងអស់គាត់ត្រូវមកដល់សាលានៅមុនម៉ោង 6:30 នាទីបាទគាត់ត្រូវតែមកឲ្យបានមុនម៉ោង 6:30 នាទីពីព្រោះយើងនៅម៉ោង 6:40 នាទីយើងចាប់ដើម